ពិធីបុណ្យអុំទូកអអំបុកសំពះព្រះខែតើពិធីបុណ្យអុំទូកជាអ្វីចាយើងតាមដានទស្សនាហើយសិក្សាស្វែងយល់ជាមួយគ្នាជំរាបសួរបងប្អូនទាំងអស់គ្នាចាតពីវីដេអូមុនដែលនិយាយអំពីពិធីបុណ្យប្រពៃណីជាតិខ្មែរចាអញ្ចឹងនៅថ្ងៃនេះយើងសិក្សាស្វែងយល់ជាមួយគ្នាអំពីបុណ្យអុំទូកអអំបុកសំពះព្រះខែពិធីបុណ្យអុំទូកជាបុណ្យប្រពៃណីដែលធ្វើឡើងដើម្បីរំលឹកថ្ងៃជ័យជំនះនៃកងទ័ពជើងទឹកដ៏ខ្លាំងពូកែនាសម័យអង្គរកាលពីសម័យអង្គរបុណ្យនេះតែងធ្វើឡើងនៅតាមគូទឹកប្រាសាទអង្គរវត្តបច្ចុប្បន្នការប្រារព្ធពិធីបុណ្យអុំទូកស្ថិតនៅទន្លេចតុមុខខាងមុខព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី14និងថ្ងៃទី15កើតខែកដិកពិធីអុំទូកចាប់ផ្ដើមប្រណាំងគ្នាតាមគូតាមខ្នាតទូកដែលកំណត់ដោយគណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិការប្រណាំងទូកក្នុងមួយគូគេអាចអុំពីរលើកក្នុងមួយថ្ងៃដោយលើកទី1អុំខ្សែទឹកខាងក្នុងនិងលើកទី2ត្រូវបដូរទៅអុំនៅខ្សែទឹកខាងក្រៅវិញលុះដល់ថ្ងៃទី1រោចខែកដិកត្រូវជាថ្ងៃទី3ក្រោយពីការអុំប្រណាំងទូកចប់មានពិធីមួយទៀតហៅថាពិធីកាត់ប្រវត្តិឬចាប់កូនខ្លែងពិធីនេះទូកងទូកមួងទាំងអស់ត្រូវចេញអុំយឺតអមជាមួយទូកមេតបរៀបក្បួនចេញដំណើរទៅរកទីប្រវត្តិនិងកាត់ខ្សែប្រវត្តិដើម្បីអបអរសាទរដល់កងទ័ពជើងទឹកដែលទទួលជ័យជំនះលើសត្រូវការអុំប្រណាំងទូកមានកំណត់ពិន្ទុដោយគណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិលើល្បឿននិងសោភ័ណភាពរបស់ទូកតើពិធីអអំបុកសំពះព្រះខែធ្វើនៅពេលណាហើយធ្វើដើម្បីអ្វីនៅវេលាយប់ច័ន្ទពេញបូរមីត្រូវនៅថ្ងៃទី15កើតខែអាសត់អ្នកស្រុកក្មេងចាស់ប្រុសស្រីស្លៀកពាក់ស្អាតបាតមានទឹកមុខរីករាយបាននាំយកផល្លានុផលមានចេកទុំដូងខ្ចីត្រាវដំឡូងស្ងោរអំពៅស្ករអំបុកក្រឡានធូបទៀនបាយសីផ្កាភ្ញីរៀបចំប្រារព្ធពិធីសំពះព្រះខែនៅទីធ្លាវត្តឬមុខផ្ទះពេលខែរះពេញពន្លឺគេរៀបចំអុជទៀនធូបសំពះបួងសួងថ្វាយគ្រឿងរណ្ដាប់ដែលរៀបចំស្រេចថ្វាយចំពោះព្រះច័ន្ទបន្ទាប់មកគេធ្វើពិធីអអំបុកដោយយកចេកលាយជាមួយអំបុកបង្អកគ្នាទៅវិញទៅមករួចពួកគេសួរថាឆ្អែតឬទេហូហៀឬទេហើយអ្នកឆ្លើយត្រូវឆ្លើយថាឆ្អែតហូហៀហើយពិធីនេះធ្វើឡើងដើម្បីបង្ហាញនៅភោគផលកសិកម្មដែលទទួលបានក្នុងឆ្នាំថ្មីដោយភាពសម្បូរសប្បាយហូរហៀជាពិសេសក៏បង្ហាញពីប្រពៃណីជំនឿដែលពុទ្ធសាសនិកខ្មែររំលឹកដល់បារមីព្រះពោធិសត្វក្នុងការព្រះអង្គយោនយកព្រះជាតិជាសត្វទន្សាយនោះដែរ